សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ Channel លេខរបស់យើងខ្ញុំសូមលើកយកប្រធានបទថ្មីមួយមានចំណងជើងថាមូលហេតុទាំង5ដែលធ្វើឲ្យអ្នកចេះតែឈឺចង្កេះមុននឹងយើងចូលដល់អត្ថន័យក្នុងអត្ថបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំស្របពេលដែលអាយុកាលកាន់តែច្រើនចំណាយសុខភាពក៏កាន់តែមានបញ្ហាកើតឡើងមិនចេះចប់ភាគច្រើនអ្នកដែលមានបញ្ហាអាការៈឈឺចាប់តំបន់ចង្កេះផ្នែកខាងក្រោមមិនត្រឹមតែដោយសារកត្តាអាយុនោះទេអាចបណ្ដាលមកពីកត្តាផ្សេងៗទៀតជាច្រើនដូចជាការរងរបួសស្ថានភាពនៃសុខភាពនិងរួមទាំងកត្តាទម្លាប់មិនល្អនៃឥរិយាបថផងដែរនៅក្នុងអត្ថបទខាងក្រោមនេះអ្នកនឹងយល់ដឹងបន្ថែមអំពីមូលហេតុ5យ៉ាងដែលអាចបណ្ដាលឲ្យមានអាការៈឈឺចាប់ខ្នងនៅតំបន់ចង្កេះផ្នែកខាងក្រោមចំណុចទី1ទម្លាប់ឥរិយាបថមិនល្អការអង្គុយគឺជាកត្តាមួយដែលអាចដាក់សម្ពាធកាន់តែខ្លាំងទៅលើឆ្អឹងកងខ្នងធ្វើឲ្យមានអាការៈឈឺចាប់កើតឡើងជាពិសេសចំពោះអ្នកដែលធ្វើការនៅក្នុងការិយាល័យសូមធ្វើការផ្លាស់ប្ដូរឥរិយាបថរបស់អ្នករៀងរាល់30នាទីម្ដងដូចជាការក្រោកដើរជាដើមដើម្បីសម្រួលការរងសម្ពាធនៃឆ្អឹងកងខ្នងរបស់អ្នកចំណុចទី2ជំងឺរលាកឆ្អឹងកងខ្នងការអន់ថយនៃសភាពយឺតនៃឆ្អឹងកងខ្នងដោយសារការរលាកនៃជាលិកាជុំវិញឆ្អឹងខ្ចីនៃឆ្អឹងកងខ្នងគឺជាមូលហេតុញឹកញាប់បំផុតនៃអាការៈឈឺចាប់នៅតំបន់ចង្កេះផ្នែកខាងក្រោមចំណុចទី3កត្តារងរបួសការប៉ះទង្គិចធ្ងន់ធ្ងរដោយផ្ទាល់នៅតំបន់ចង្កេះអាចបណ្ដាលមកពីមូលហេតុជាច្រើនដូចជាគ្រោះថ្នាក់ចរាចរណ៍ការលើកវត្ថុធ្ងន់ធ្ងរការធ្វើលំហាត់ប្រាណហួសកម្រិតឬឥទ្ធិពលនៃការលេងកីឡានិងរួមទាំងឥរិយាបថមិនល្អមួយចំនួនដែលធ្វើឲ្យបាត់បង់នូវអតុល្យភាពនៃសាច់ដុំជាដើមចំណុចទី4ការទទួលទានអាហារមិនល្អអាហារប្រចាំថ្ងៃគឺជាផ្នែកមួយសំខាន់បំផុតសម្រាប់រក្សានូវថាមពលនៃរាងកាយនិងធ្វើឲ្យសុខភាពល្អផ្ទុយមកវិញប្រសិនបើអ្នកទទួលទាននូវអាហារដែលមិនល្អអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកដូចជាទទួលរងនៅបញ្ហានៃជំងឺមួយចំនួននិងជាពិសេសគឺការកើនឡើងទម្ងន់នៃរាងកាយដែលជាហានិភ័យខ្ពស់បំផុតនៃការវិវត្តទៅរកអាការៈឈឺចាប់ខ្នងចំណុចទី5កត្តាគ្រោះនៃតម្រងនោមរោគសញ្ញានៃគ្រោះតម្រងនោមក៏ត្រូវបានស្ដែងឡើងនៃអាការៈឈឺចាប់ខ្នងនៅតំបន់ចង្កេះផ្នែកខាងក្រោមដោយសារតែតម្រងនោមគឺមានទីតាំងនៅទាំងសងខាងនៃផ្នែកខាងក្រោមនៃឆ្អឹងខ្នងសម្រាប់ការព្យាបាលគឺអាស្រ័យទៅលើប្រភេទនិងសភាពធ្ងន់ធ្ងរនៃការឈឺចាប់ចំពោះករណីអាការៈឈឺចាប់ដែលបង្កដោយមូលហេតុតូចតាចអ្នកអាចសាកល្បងដោយព្យាយាមអនុវត្តស្អំទឹកក្តៅឬត្រជាក់នៅលើតំបន់ផ្នែកឈឺចាប់នោះប្រសិនបើជួបប្រទះអាការៈឈឺចាប់ជាប់លាប់ឬជាលក្ខណៈរ៉ាំរ៉ៃសូមពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីអ្នកអាចទទួលបានការព្យាបាលមួយដែលសមស្របទៅតាមស្ថានភាពរបស់អ្នកឬជ្រើសរើសការព្យាបាលដោយចលនាក៏ជាផ្នែកមួយនៃការព្យាបាលដែលមានប្រសិទ្ធភាពផងដែរ